ការប្រកួតពានសម្ដេចថ្នាក់ខេត្តរវាងក្រុមបាល់ទាត់ខេត្តព្រៃវែងជាមួយនឹងក្រុមភ្ញៀវខេត្តស្វាយរៀងដែលការប្រកួតនេះបញ្ចប់ទៅដោយស្វាយរៀងបានយកឈ្នះព្រៃវែងដោយលទ្ធផល7-0ហើយនេះគឺជាវីដេអូ highlight ទាំងស្រុងនៃការប្រកួតឱកាសដំបូងពីព្រៃវែងបញ្ជូនចោះមកត្រង់នេះបានល្អមែនទែនប៉ុន្តែអ្នកចាំទីពៅឌូឌូជាអ្នកទៅជួយសង្គ្រោះបាល់នេះបានវត្តកៅរតនៈកាត់ចូលមកក្នុងប្រអប់គ្រោះថ្នាក់សុកស៊ីណេទាត់មួយជើងស្ដាំបញ្ចូលទីគ្រាប់ទី1ឲ្យក្រុមបាល់ទាត់ខេត្តស្វាយរៀងកាត់មកបានយ៉ាងល្អពីកីឡាករវត្តកៅរតនៈហើយសុកស៊ីណេបញ្ចប់ទីបានយ៉ាងល្អផងដែរឱកាសទាត់ពីកីឡាករសុកនីពិសិដ្ឋប៉ុន្តែត្រូវបានជួយសង្គ្រោះពីអ្នកចាំទីពៅឌូឌូថាកៅឡៃមានឱកាសក្នុងការអូសចូលក្នុងប្រអប់គ្រោះថ្នាក់ទាត់ស្ដាំនៅតែអាចជួយសង្គ្រោះពីអ្នកចាំទីរបស់ខេត្តស្វាយរៀងបានជាបន្តទៅត្រង់នេះវត្តកៅរតនៈបញ្ជូនចោះបានល្អមែនទែនឲ្យកីឡាករពៅវណ្ដាក៏ទាត់ស្ដាំផុតដៃអ្នកចាំទីបញ្ចូលទីគ្រាប់ទី2បានយ៉ាងល្អយើងមើលចោះការបញ្ជូនស្រូហើយការរត់ស្របរបស់ពៅវណ្ដាបានយ៉ាងល្អរត់ទៅបញ្ចប់ទីបានសម្រេចតែម្ដងលើកមកក្នុងប្រអប់គ្រោះថ្នាក់តែពីថាកៅឡាយប៉ុន្តែអ្នកចាំទីពៅឌូឌូនៅតែអាចធ្វើបានយ៉ាងល្អជួយសង្គ្រោះមិនឲ្យមានគ្រាប់បាល់កាត់ឡើងបញ្ចប់វគ្គទី1ស្វាយរៀងនាំមុខព្រៃវែង2-0ចូលមកដល់វគ្គទី2ស្វាយរៀងនៅតែបន្តដាក់សម្ពាធទៅសរសើរទៀតត្រង់នេះមានឱកាសក្នុងការទាត់មួយជើងស្ដាំបញ្ចូលទីគ្រាប់ទី3ដោយកីឡាករពាក់ស្លាកលេខ7សុកស៊ីណេរបស់ក្រុមបាល់ទាត់ខេត្តស្វាយរៀងបន្ទាប់ពីទាត់បញ្ចូលទីហើយស៊ីណេក៏មានឱកាសក្នុងការកាត់មកត្រង់នេះវត្តកៅរតនៈទាត់ឆ្វេងបង្កើតបានជាគ្រាប់ទី4ឲ្យក្រុមភ្ញៀវខេត្តស្វាយរៀងការកាត់ចូលពីខាងក្រោយខ្នងខ្សែការពារបានយ៉ាងល្អហើយការបញ្ចប់ទីរបស់វត្តកៅរតនៈនោះក៏កាន់តែល្អថែមទៀតមិនឲ្យមិត្តរួមក្រុមខកបំណងនោះទេញៀនជលសាក៏មានឱកាសក្នុងការលើកមកត្រង់នេះតែពីថាកៅឡៃប៉ុន្តែបាល់នេះហើរខ្ពស់ហួសរំលងរបាទីទៅខាងក្រៅទៅសារជាថ្មីវត្តកៅរតនៈទាត់ឆ្វេងពីចម្ងាយបញ្ចូលទីតែម្ដងត្រង់នេះកៅរតនៈល្អណាស់អូស1អូស2ហើយក៏សម្រេចចិត្តទាត់មួយជើងឆ្វេងមុំតូចអ្នកចាំទីណាងកូកូមិនអាចជួយសង្គ្រោះបាននោះទេព្រៃវែងមានឱកាសក្នុងការទាត់បញ្ជើពីចម្ងាយប៉ុន្តែអ្នកចាំទីពៅឌូឌូរ៉ាប់រងបានយ៉ាងល្អថាកៅឡាយបញ្ជូនចោះមកត្រង់នេះការទាត់ស្ដាំប៉ុន្តែបាល់ខុសគោលដៅបុកជាមួយនឹងសំណាញ់ទីខាងក្រៅរបស់ខេត្តព្រៃវែងវត្តកៅរតនៈទាត់បុកជាមួយនឹងអ្នកចាំទីឡងតាណាមិនឆ្ងាយក៏បន្ថែមមកជើងឆ្វេងទៀតបន្ថែមកើតឡើងជាគ្រាប់បាល់ទី6ឲ្យក្រុមភ្ញៀវខេត្តស្វាយរៀងទាត់បាល់ទី1បុកអ្នកចាំទីទាត់បាល់ទី2ចូលទីបានសម្រេចតែម្ដងការទាត់មួយជើងពីចម្ងាយរបស់កីឡាករអាតពិសិដ្ឋក៏បង្កើតបានជាគ្រាប់ទី7សម្រាប់ក្រុមបាល់ទាត់ខេត្តស្វាយរៀងខ្សែការពារឃ្លាតាណាមិនឆ្ងាយក៏ធ្លាក់មកដល់អាតពិសិដ្ឋទាត់មួយជើងពីចម្ងាយយកតែម្ដងចូលទីបានយ៉ាងល្អ